សួស្តីអ្នកទាំងអស់គ្នាជាវីដេអូនៅក្នុងការធ្វើ comment line នៅក្នុង line លើ Patrick អូខេចូលទៅដល់វីដេអូរបស់គ្នាជាដំបូងហ្នឹងយើងធ្វើការមើលទៅលើការ save file នៅក្នុង line ដូចទាំងអស់អឺសម្រាប់ជាងគឺការមកពីពាក្យ tab ឆ្នោតហើយយើង combine file និង directory ហ្នឹងទៅជា file តែមួយយើងបញ្ចូលfile ឬក៏ folder ច្រើនហ្នឹងទៅជា file តែមួយហើយទិដ្ឋភាពរបស់វាគឺរក្សាទុកstructure folder រក្សា permission រក្សា ownership ហើយនិង symbolic link ហើយនិង combine file ច្រើនទៅជា file តែមួយអូខេឥឡូវយើងធ្វើការ test ទៅលើការ compare file ទាំងអស់ហ្នឹងអូខេឥឡូវខ្ញុំមាន folder មួយដែលខ្ញុំបានបង្កើតហ្នឹងគឺ compress ហ្នឹងគឺនៅក្នុងហ្នឹងគឺមាន file មួយចំនួនដែលខ្ញុំបានបង្កើតនៅក្នុងហ្នឹងហើយcompress file ហ្នឹងអូខេក្នុង file ហ្នឹងខ្ញុំមានបង្កើតជាមួយនឹង directory ជាមួយនឹង file មួយចំនួននៅក្នុងនេះដែរឥឡូវខ្ញុំធ្វើការ zip file ហ្នឹងទៅជា file តែមួយទាំង directory ទាំងជា file click file 1 file 2ហ្នឹងទៅជា file តែមួយ file zip តែមួយអូខេអញ្ចឹងជាដំបូងខ្ញុំប្រើ command line ទៅលើ trc.c vf ហ្នឹងដែលជា option ទាំងអស់ហ្នឹងគឺ combine verbose ហើយនឹង specific file name អូខេអញ្ចឹងយើងប្រើ file ទាំងអស់ហ្នឹងណាឥឡូវខ្ញុំចេញសិនហើយអូខេឥឡូវខ្ញុំធ្វើការ save file នេះទៅជា file តែមួយដែលនៅក្នុងនោះមាន file ច្រើនហ្នឹងអូខេឥឡូវខ្ញុំ save file ហ្នឹងខ្ញុំប្រើ command cwf ហើយខ្ញុំដាក់ឈ្មោះ file របស់ខ្ញុំហ្នឹងមកដាក់យើងចង់ដាក់ឈ្មោះអីដែល file ដែលយើងចង់ save ហ្នឹងឥឡូវខ្ញុំដាក់ឈ្មោះថា my excel.txt អូខេហើយនៅក្នុងហ្នឹងsorry ខ្ញុំធ្វើប្រព័ន្ធ file សិនហើយខ្ញុំធ្វើការយក command c f ដាក់ឈ្មោះ file របស់ខ្ញុំហ្នឹងមកដាក់ tier ហើយដាក់ឈ្មោះ file ដែលមាននៅក្នុងហ្នឹងចូលអូខេឥឡូវខ្ញុំបាន save file ហើយខ្ញុំនឹងដាក់ដែរអូខេយើងនឹងបាន folder ទី1ដែលយើងបាន save file ទាំងអស់ហ្នឹងចូលទៅតែមកខ្ញុំចង់ដឹងក្នុង file ហ្នឹងគឺមានអីគេខ្លះដែលខ្ញុំបាន save មិញហ្នឹងហើយខ្ញុំប្រើ command line here .tvf ហើយដាក់ my child ហ្នឹងមក archive ហ្នឹងមក enter វានឹងធ្វើការ list file ដែលខ្ញុំបានបង្កើតនៅ save ដាក់នៅក្នុងនឹងចូលទាំងអស់ហ្នឹងអូខេវានឹងកាត់ link មកទាំងអស់អញ្ចឹងក្នុងការប្រើប្រាស់ គឺបែបហ្នឹងឥឡូវខ្ញុំធ្វើការចង់ extract ជាមួយនឹងfolder directory ខ្ញុំបាន save វាហ្នឹងឥឡូវខ្ញុំចង់ extract វាចេញមកអញ្ចឹង extract យើងប្រើតមកចូលហើយសម្រាប់ directory យើងដាក់ .all មួយអូខេតមកយើងធ្វើការប្រើជាមួយនឹង command line xvs នេះដើម្បីធ្វើការ extract ហើយដាក់ឈ្មោះមក
More enter more là ls. Ok, bên là ngày xưa cái trang nào. Ok, lấy cho mà đo compression là con compression cái trên bay đó lấy cho mà đo thì mỗi cứ xịt xịt nó cứ chia tùm rong pha để cái này dùng pra một phút ở nơi trong càng nghiệp bị dáng nơi trong bay từ mùi cứ achieve ផងជាមួយនឹង compression ផងដែរវាប្រមូលឯកសារចូលគ្នាផងហើយនឹងធ្វើឲ្យឯកសារហ្នឹងតូចជាងមុនផងអូខេហើយលក្ខណៈពិសេសដែលការប្រើប្រព័ន្ធនេះវាពេញនិយមប្រើទៅលើWindows ក៏បាន Mac ក៏បានហើយនឹង Linux ក៏បានដោយមិនចាំបាច់ប្រើកម្មវិធីជាមួយបន្ថែមទេអូខេឥឡូវចូលទៅធ្វើការអនុវត្តទៅលើ zip file ទាំងអស់គ្នាធ្វើការអនុវត្តទៅលើ zip ទាំងអស់គ្នាអូខេឥឡូវយើងអនុវត្តទាំងអស់គ្នាយើងធ្វើការ zip file ហ្នឹងទៅដែរzip file ទាំងអស់ហ្នឹងទៅដែរឥឡូវខ្ញុំដាក់ឈ្មោះថាខ្ញុំប្រើ command unzip តមកដាក់មកដល់ហើយបន្ទាប់មកតហ្នឹងគឺមិននេះថាម៉េច wait ហ្នឹងអូខេឥឡូវយើងធ្វើការថែទាំងអស់គ្នា my zip អូខេឥឡូវខ្ញុំដាក់ឈ្មោះថា my zip .zip តមកខ្ញុំដាក់ file ហ្នឹងចូល ហើយខ្ញុំដាក់ directory គឺបើក file ហ្នឹងចូលខ្ញុំធ្វើការ import អូខេឥឡូវខ្ញុំធ្វើការ ls មកយើងនឹងធ្វើបាន zip file មួយដែលមានឈ្មោះថា myzip ហើយនៅក្នុងនោះគឺ store ជាមួយនឹង data ទាំងអស់ហ្នឹងហើយខ្ញុំចង់ list ខ្ញុំចង់ធ្វើការ unzip វាចេញមកឥឡូវខ្ញុំបាន zip ហើយឥឡូវខ្ញុំចង់ unzip វាចេញមកខ្ញុំប្រើ command unzip ដល់មកដាក់ឈ្មោះ unzip sorry ខ្ញុំធ្វើការចូលទៅក្នុងsorry ច្រឡំខ្ញុំធ្វើការ list.file myzip អូខេឥឡូវខ្ញុំថា list file ទាំងអស់ហ្នឹងចេញមកហើយអាហ្នឹង file ដែលមាននៅក្នុង directory មួយហ្នឹងដែលខ្ញុំធ្វើការបានធ្វើការ zip ហ្នឹងគឺមានចំនួន4 file អូខេឥឡូវខ្ញុំធ្វើការ extract ជាមួយនឹង file ទាំងអស់ហ្នឹងចេញមកខ្ញុំធ្វើការលុប file ខាងលើនេះចេញសិនខ្ញុំការលុបវាចេញសិនបាត់ឡំ file 1 អូខេ MLS អូខេឥឡូវខ្ញុំធ្វើការ extract file ចេញមកខ្ញុំធ្វើការ command line unzip command line unzip ឲ្យដាក់ឈ្មោះ file របស់ខ្ញុំ myzip file ហើយ myzip ហ្នឹងមកហើយ enter អូខេដល់មកខ្ញុំ ls sorry អានេះគេសួរអញ្ចឹងឲ្យយើងមកអូខេឥឡូវខ្ញុំបាន extract វាចេញមកហើយអញ្ចឹងការប្រើប្រាស់ zip file command line គឺបែបហ្នឹងឥឡូវយើងចូលមកធ្វើការ zip gzip ម្ដង gzip ហ្នឹងយើងអនុវត្តបានទៅលើ compress តែមួយទេអត់អាចជាមួយនឹង HTML នេះអូខេឥឡូវ gzip ការប្រើប្រាស់ gzip ហ្នឹងស្មើៗគ្នាទេយើងប្រើប្រាស់ command line gzip មកឥឡូវខ្ញុំចង់ compress file ហ្នឹងខ្ញុំដាក់ compress file file 1ខ្ញុំឧទាហរណ៍
zip hay là file one. Ok,ឥឡូវខ្ញុំទៅខាង ls វានឹងធ្វើការដាក់ file one ហ្នឹងគឺជា g.s អូខេតមកខ្ញុំចង់ធ្វើការ extract វាចេញមកខ្ញុំប្រើជាមួយនឹង gnzip gnzip តមកខ្ញុំដាក់ឈ្មោះ file នេះបាន zip ហ្នឹង file one អូខេអត់ដែរមកអូខេវាចេញមកហើយអា file យើងដាក់មិញហ្នឹងតមកខ្ញុំចង់ធ្វើការអនុវត្តទៅលើ directory គឺស្តៀងគ្នានេះដាក់លើមិញហ្នឹងអូខេឥឡូវយើងចូលមកដល់ជំហានបន្តមកជាស្រ័យវីដេអូនៅកន្លែងzip ហ្នឹងគឺខូចមិនបាត់អីឥឡូវយើងចូលមកដល់ vzip2 vzip2 ហ្នឹងគឺជាយើងប្រើសម្រាប់compress ដូច gzip ដែរតែយើងប្រើវិធីសាស្ត្រ array សង្ស័យតួនាទីរបស់វាគឺបរមឯកសារតូចជាងមុនដូចគ្នាហើយលក្ខណៈពិសេសរបស់វាគឺវាមករួម file ឲ្យតូចជាង gzip ប៉ុន្តែវាដំណើរការយឺតជាងវាស៊ីពេលយូរជាងពេលបរួមហើយនឹងពេលពលា zip ឲ្យ file ហ្នឹងដូច gzip ដែរប៉ុន្តែវាប្រើវាជាមួយនឹង tier អូខេឥឡូវខ្ញុំឧទាហរណ៍ទៅលើfile មួយឥឡូវខ្ញុំ compress sorry ខ្ញុំធ្វើ vzip2 អូខេឥឡូវខ្ញុំធ្វើការតាំងទៅលើ file ហ្នឹងឥឡូវខ្ញុំដាក់ vzip2 ហើយខ្ញុំអនុវត្តទៅលើ file 2អូខេវា ls ឥឡូវ file 2ហ្នឹងវាហើយជា vzip2 ហើយអូខេឥឡូវខ្ញុំអាចខ្ញុំពលា file ហ្នឹងចេញមកពលា file ហ្នឹងចេញមកខ្ញុំប្រើ unzip ចាំ bnzip bnzip2 មកដាក់ឈ្មោះ file ហ្នឹងចេញមកអូខេឥឡូវ file ហ្នឹងបានពលាចេញមកហើយជំហានបន្តទៀតយើងប្រើជាមួយនឹង Gbook និង gzip ឥឡូវអនុវត្ត Gbook gzip ហ្នឹង here.czef តើមកយើងដាក់ឈ្មោះ file ហ្នឹងឈ្មោះតាម backup.chia.gzip ហើយដាក់ឈ្មោះ file 1 file 2 memory អូខេខ្ញុំឲ្យមកឥឡូវយើងបាន file ហ្នឹងហើយតមកយើងធ្វើការលេខនៅក្នុងនឹងមាន file អីគេខ្លះខ្ញុំដាក់ team dot team dot basic អូខេឥឡូវ file ដែលមាននៅក្នុងdirectory ហ្នឹងគឺមាន file ទាំងអស់ហ្នឹងហើយយើងមាន size មានអីផងដែរអូខេឥឡូវខ្ញុំចង់ធ្វើការ extract វាចេញមកដើម្បីឧទាហរណ៍ខ្ញុំលុប file ចាស់ៗចោលសិនខ្ញុំលុប file ទាំងអស់ហ្នឹងចោលសិនអូខេ file 1 file 2ហើយលុប directory យើងដាក់ .org អូខេបើឲ្យស្មើឥឡូវ file ហ្នឹងអត់មានទេតោះមកខ្ញុំធ្វើការពលាជាមួយនឹង file នេះចេញមកខ្ញុំប្រើ command line tier h that we have backup អូខេខ្ញុំឲ្យស្មើឥឡូវខ្ញុំបានពលាចេញមកបានជោគជ័យហើយ